ក្រុមហ៊ុន Omega 3 មួយគាត់បានធ្វើតែពិសោធន៍ Omega 3 គាត់ជាមួយនឹង Omega 3 ផ្សេងទៀតហើយគាត់បានអះអាងថានៅក្នុងករណីដែល Omega 3 ណាមួយនៅក្នុងចំណោមទាំងពីរហ្នឹងដាក់ចូលទឹកក្តៅទៅនៅក្នុងចានស្នោហ្នឹងពីព្រោះគាត់ធៀបចានស្នោហ្នឹងគឺជាសំណល់ហើយនឹងគេថាខ្លាញ់ទៅនៅក្នុងខ្លួនរបស់យើងក្នុងករណីដែល Omega 3 ណាមួយដែលមានលទ្ធភាពក្នុងការរំលាយចានស្នោហ្នឹងជាមួយនឹងទឹកក្តៅហ្នឹងបានល្អជាងហើយពុំមាននៅគេហៅថាគំនក់ខ្លាញ់ទៅនៅជាប់ជាមួយចានស្នោហ្នឹងគឺជា Omega 3 ដែលមានគុណភាពហើយនឹងមានប្រសិទ្ធភាពល្អជាក់ស្ដែងជាលទ្ធផលគឺ Omega 3 ខាងគាត់ហ្នឹងវាពិតជាធ្វើឲ្យចានស្នោហ្នឹងរលាយបានលឿនជាងធ្លុះទឹកជាងខាងក្រៅហ្នឹងជាមួយនឹងទឹកក្តៅហ្នឹងក្នុងរយៈពេលមួយដែលលឿនជាងធៀបជាមួយនឹង Omega 3 មួយទៀតក្នុងនាមខ្ញុំជាសតការីម្នាក់ហើយអ្នកដែលបានទៅចូលរួមមើលតាំងពីដើមរហូតដល់ចប់ហ្នឹងហើយក៏បានឃើញថាការដែលគាត់ធ្វើការប្រៀបធៀបបែបហ្នឹងដើម្បីអួតនៅលទ្ធផលឬក៏គុណភាពរបស់ Omega 3 ខាងគាត់ហ្នឹងគឺអត់ត្រឹមត្រូវទេអត់ត្រឹមត្រូវហ្នឹងដោយសារតែមានហេតុផលពីសំខាន់អ្វីដែលខ្ញុំចង់បញ្ជាក់បងប្អូនហ្នឹងក្នុងករណីដែលយើងចង់ធ្វើការប្រៀបធៀប Omega 3 មួយទៅ Omega 3 មួយផ្សេងទៀតថាមានគុណភាពល្អឬក៏មិនល្អគេអត់ធ្វើតេស្តបែបហ្នឹងទេបងប្អូនអាចចូលទៅស្ដាប់ការបញ្យល់ខ្ញុំលម្អិតនៅក្នុងវីដេអូមុនពាក់ព័ន្ធជាមួយនឹង Omega 3កន្លឹះក្នុងការជ្រើសរើស Omega 3តើហេតុអីបានជា Omega 3វាអាចមានលទ្ធភាពនៅក្នុងការដែលរំលាយចានស្នោហើយរំលាយលឿនមិនលឿនហ្នឹងគឺដោយសារមូលហេតុអីអ្វីគឺជាកត្តាប្រុងប្រយ័ត្ននៅក្នុងចំណុចទាំងអស់ហ្នឹងអញ្ចឹងពីខ្ញុំទៅខ្ញុំចង់ឲ្យបងប្អូនយល់ថានៅពេលដែលបងប្អូនឃើញគេធ្វើតេស្តបែបនេះសូមកុំជឿជាក់ទាំងស្រុងហើយសូមមានការគេហៅថាការយល់ដឹងបន្ថែមផ្សេងទៀតពាក់ព័ន្ធជាមួយនឹង Omega 3 ដែលយើងកំពុងតែប្រើប្រាស់រាល់ថ្ងៃចឹងវីដេអូនេះខ្ញុំមានប៉ុណ្្នេះទេអរគុណច្រើនបើក្នុងករណីបងប្អូនមានជាចម្ងល់ផ្សេងទៀតក្រោយស្ដាប់ហើយអាច comment សួរបាន